ភ្ញៀវគឺជាប្រភពអាហារដ៏អស្ចារ្យមួយសម្រាប់សុខភាពភ្ញៀវគឺជាផ្លែឈើមួយប្រភេទដែលមានផ្លែចេញពីមែកឬដើមជាចង្កោមមានរសជាតិជូរអែមឬជូរបរិភោគជាចំណីបានផ្លែឈើមួយប្រភេទនេះភាគច្រើនគេប្រទះឃើញនៅទូទាំងទ្វីបអាស៊ីដែលភាគច្រើនដាំដុះនៅប្រទេសភូមាកម្ពុជាឡាវវៀតណាមឥណ្ឌាបង់ក្លាដេសនិងម៉ាឡេស៊ីវាដុះនៅក្នុងព្រៃបៃតងនៅលើផ្ទៃដីធំទូលាយផ្លែឈើត្រូវបានប្រមូលផលនិងប្រើប្រាស់ក្នុងស្រុកបរិភោគជាផ្លែឈើស្ងោរឬធ្វើជាស្រាវាក៏ត្រូវបានគេប្រើជាឱសថដើម្បីព្យាបាលជំងឺស្បែកផងដែរសម្បកឈើឬនឹងឈើត្រូវបានប្រមូលផលសម្រាប់ប្រើប្រាស់ជាឱសថតែអ្នកធ្លាប់បានដឹងទេថាផ្លែឈើមួយប្រភេទនេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព1ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយសារធាតុចិញ្ចឹមចាំបាច់មួយដែលមានផ្ទុកនៅក្នុងផ្លែផ្ញៀវគឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើងការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំគឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាជំងឺផ្សេងៗហើយប្រព័ន្ធភាពស៊ាំរឹងមាំក៏ជួយឲ្យអ្នកជៀសឆ្ងាយពីមេរោគឆ្លងដូចជាជំងឺផ្ដាសាយឬគ្រុនផ្ដាសាយជាដើមផងដែរទី2ជួយឲ្យស្បែករឹងមាំស្រស់ស្អាតវីតាមីន C គឺមិនត្រឹមតែសំខាន់ដើម្បីរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំប៉ុណ្ណោះទេប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែកល្អរឹងមាំស្រស់ស្អាតក្មេងជាងវ័យដែរនេះក៏ព្រោះតែវីតាមីន C ជួយព្យាបាលជួសជុលស្បែកដែលខូចខាតដូចជាសំយោគកូឡាជែនដែលជួយឲ្យស្បែកមិនងាយចាស់ឬឆាប់ជ្រីវជ្រួញទៀតផងទី3ពង្រឹងសុខភាពអញ្ចាញធ្មេញលើសពីនេះទៅទៀតវីតាមីន C ដែលមានផ្ទុកក្នុងផ្លែផ្ញៀវគឺសំខាន់ណាស់សម្រាប់សុខភាពអញ្ចាញធ្មេញទី4ទប់ស្កាត់ហានិភ័យនៃជំងឺខ្វះជាតិដែកកង្វះជាតិដែកក្នុងរាងកាយឬបញ្ហាខ្វះគ្រាប់ឈាមក្រហមគឺជាបញ្ហាមួយទាក់ទងនឹងឈាមកង្វះនៃគ្រាប់ឈាមក្រហមនឹងបង្អាក់ការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ក្នុងរាងកាយហើយបង្កបញ្ហាសុខភាពគួរឲ្យបារម្ភទោះជាយ៉ាងណាផ្លែផ្ញៀវគឺមានផ្ទុកសម្បូរទៅដោយជាតិដែកហើយនេះមានន័យថាអ្នករួមបញ្ចូលវាក្នុងរបបអាហារជាប្រចាំថ្ងៃដើម្បីជៀសផុតពីបញ្ហាខ្វះជាតិដែកឬកង្វះគ្រាប់ឈាមក្រហមក្នុងរាងកាយទី5កាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់នេះគឺជាមូលហេតុមួយទៀតដែលបញ្ជាក់ឲ្យឃើញថាផ្លែផ្ញៀវគឺល្អសម្រាប់សុខភាពឈាមរបស់អ្នកដោយវាមានផ្ទុកនៅជាតិប៉ូតាស្យូមផ្លែឈើនេះគឺល្អដូចទៅនឹងផ្លែចេកដែរក្នុងការបង្ការការឡើងខ្ពស់នៃសម្ពាធឈាមក៏ដូចជាកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ផ្លែផ្ញៀវក៏ជួយរក្សាកម្រិតធម្មតានៃសម្ពាធឈាមដែលជួយឲ្យយើងជៀសផុតពីបញ្ហានៃជំងឺលើសសម្ពាធឈាមនិងជំងឺបេះដូងផងដែរទី6ទប់ស្កាត់ជំងឺពុកឆ្អឹងសារធាតុរ៉ែដ៏សំខាន់មួយទៀតដែលមានផ្ទុកនៅក្នុងផ្លែផ្ញៀវគឺកាល់ស្យូមភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាកាល់ស្យូមគឺជាសារធាតុចាំបាច់ជួយឲ្យយើងមានឆ្អឹងនិងសុខភាពរឹងមាំដូច្នេះការទទួលទានផ្លែផ្ញៀវជាប្រចាំរួមផ្សំជាមួយការធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះនឹងធ្វើឲ្យអ្នកជៀសផុតពីជំងឺពុកឆ្អឹងប្រកបដោយប្រសិទ្ធភាពទី7សម្រួលដល់ការរំលាយអាហារការទទួលទានផ្លែផ្ញៀវជាប្រចាំជួយសម្រួលដល់ការរំលាយអាហារដោយសារផ្លែឈើនេះមានផ្ទុកនៅជាតិសរសៃខ្ពស់ដែលជំរុញការផលិតទឹកក្រពះរំលាយអាហារលើសពីនេះទៅទៀតជាតិសរសៃក៏ជួយសម្រួលចូលទៅចលនានៃពោះវៀនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀននិងជំងឺឬដូងបាតបានផងដែរដោយសារចេញពី health.com.kh